រៀនរបស់យើងអញ្ចឹងសំណួរទី1បាទចង់សួរទៅកាន់លោកគ្រូបាទដូចជាបញ្ហា stress ឬបាទបងប្អូនយើងក៏តែងតែជួបហើយបញ្ហា stress ឬបាទបញ្ហារលួយឬក៏ដូចជាឬនឹងអត់ស្រូប CG តើយើងគួរដោះស្រាយវាយ៉ាងណាហើយមានកត្តារួមផ្សំអីខ្លះដើម្បីយើងដោះកែបញ្ហាទាំងអស់នេះបាទអរគុណអញ្ចឹងគឺសំខាន់ណាស់គឺលោកបរិយគឺកន្លែងនេះដែលយើងចង់ឲ្យវិជាកសិករយើងលោកយល់ហើយគឺអត់ចង់ឲ្យថាក្រន់តែតរេនផ្ដើមរដូវភ្លៀងឬក៏តរេនចាប់ដើមលាស់ត្រួយពេជ្រមកវាទៅជាលឿងមានសភាពលឿងឬក៏មានសភាពត្រាបែបគេហៅថាខ្វះសង្កសីម៉ាញ៉េស្យូមអីចឹងណាតាមបទដ្ឋានបច្ចេកទេសដែលយើងពិនិត្យទៅលើគេហៅភ្នែកផ្ទាល់និងស្លឹកអីចឹងទៅតែកសិករយើងនៅពេលយើងគាត់ឃើញអញ្ចឹងជាងការគាត់ចាប់ដើមយកជីទៅដាក់មកចឹងណាអញ្ចឹងកន្លែងនេះគឺខ្ញុំចង់ជំរាបជូនក៏ដូចបើកកំពុងកញ្ចក់ឲ្យប្រជាកសិករចាប់ដើមយល់ដឹងថាជីវារត់មកតាមក្រោយលេខបើលេខរៀងពី1ដល់10ជីវានៅលេខរៀងលេខ10បាទអញ្ចឹងលេខរៀងទី1ហ្នឹងគឺស្អីគេយើងត្រូវយល់អំពីវិធីនៃប្រព័ន្ធឬវាតើវា stress ហេតុអត់បាទអញ្ចឹងប្រព័ន្ធឬ stress ហ្នឹងគឺវា stress ដោយសារអីលោកបរិយត្រូវដឹងថាគ្រាន់តែភ្លៀងជ្រុំខ្លាំងបាទទឹកភ្លៀងយើងមួយថ្ងៃជ្រុំមកលោមួយថ្ងៃជ្រុំទៀតចង់ដីវាចាប់ដើមសោមខ្លាំងតែម្ដងគ្រាន់តែសើមខ្លាំងរហូតដល់ដីខ្លះគេហៅដក់ទឹកឬក៏គេហៅច្រោះទឹកអត់ស្អាតមានតែលំហូរទឹកនៅក្រោមដីហ្នឹងគឺវាដោះទៅណារួចទេគ្រាន់តែរឿងប្រព័ន្ធហ្នឹងគឺវា stress ឬរួចបាត់ហើយមានន័យថាពាក្យតែ stress ឬគឺមានដីរបស់យើងវាបាត់បង់អុកស៊ីហ្សែនបាទវាបាត់បង់រន្ធខ្យល់ដែលវាបង្កើតអុកស៊ីហ្សែនសើមស្ងួតនៅក្នុងការដោះឬក៏ការបំលែងអាហារអញ្ចឹងកាលណាដែលវាអត់មានដង្ហើមអុកស៊ីហ្សែនពីប្រព័ន្ធហ្នឹងគឺវាចាប់ដើម stress ឬទៅជា stress ឬគឺឬលែងធ្វើដំណើរការឬវាអត់ផ្លាស់ប្ដូរឬចាស់គឺឬដែលវាអត់មានដំណើរការក្នុងការទាញ CG ដោយឬថ្មីអត់ដុះនេះហើយគឺគេហៅ stress ឬមួយទៀតគឺវាកើតឡើងអំពីកំណកអាស៊ីតនៅក្នុងដីកើនឡើងអញ្ចឹងវាដូចយើងហៅជាតិពុលជាតិអាស៊ីតវាខ្ពស់ពាក្យថាអាស៊ីតយើងអាចនិយាយបានថាវាកម្ដៅអញ្ចឹងកម្ដៅនៅក្នុងដីកើនខ្ពស់ដូចយើងដុតយើងដុតនេះអញ្ចឹងយើងដូចដុតអូសឆ្ងោអន្សមអញ្ចឹងទុកវាចាប់ដើមពុះខ្លាំងហ่ะអញ្ចឹងនៅពេលពុះខ្លាំងសួរថាឬដែលវារស់នៅជាមួយអាទឹកអន្សើមសំណើមនៅក្នុងដីឬក៏ទឹកដែលវាកំពុងពុះខ្លាំងនេះបើអន្សមវាឆ្អិនមែនទេអញ្ចឹងបើរឹសហ្នឹងវាស្មើអន្សមនៅក្នុងទឹកយើងកំពុងតែស្ងោហ្នឹងអញ្ចឹងវាដូចរឹសរបស់វាចាប់ដើមឆ្អិនមកឆ្អិនហ្នឹងមានន័យថាវាអត់ចាប់ដើមដំណើរការអីទាំងអស់ CG ដាក់ទៅក៏អត់ដាក់អីក៏អត់ដាក់ហើយតែកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ថាជីវារត់ទៅនៅលេខ10ហ្នឹងគឺនៅពេលយើងយកជីមករត់នៅលេខ1វិញមានន័យដាក់ទៅគឺអាលៀកដល់ស្លឹកឬក៏ខ្លោចស្លឹកឆេះស្លឹកយកតែម្ដងទៅរេនអញ្ចឹងចំណុច stress ឬនេះខ្ញុំយកពីចំណុចថាទី1គឺវា stress ឬដោយសារសំណើមក្នុងបរិយាកាសឬក៏ភ្លៀងជ្រុំពេកឬក៏ទឹកដក់នៅក្នុងដីក៏វាធ្វើឲ្យបាត់បង់អុកស៊ីហ្សែនបាទទី2គឺអាស៊ីតនៅក្នុងដីវាកើនឡើងដោយសារការប្រតិកម្មបំបែកខ្លួនជាមួយនឹងធាតុអាលុយមីញ៉ូមធាតុដែកធាតុកង្វោនៅក្នុងដីគេហៅកង្វោកាល់ស្យូមឌីតុកស៊ីតណាអញ្ចឹងវាពេលដែលវាប្រតិកម្មមួយទឹកភ្លៀងឬក៏ទឹកដែលយើងស្រោចទៅហ្នឹងកសិករយើងខ្លះគាត់យកទឹកអត់ស្អាតទេទឹកសុទ្ធតែជាតិដែកនៅក្នុងស្រះគាត់ឬក៏ក្នុងដងគាត់ទៅបូមមកសុទ្ធជាតិដែកនឹងកង្វោអញ្ចឹងនៅពេលដែលយើងស្រោចទៅឃើញតែស្រោចទឹកមិនតែស្រោចទឹកពុលឲ្យទៅតរេនទេមិនមែនទឹកដែលស្អាតទេអញ្ចឹងសួរថាកសិករយើងប្រមាណនេះដែលគាត់ដឹងថាទឹកដែលស្រោចទៅនឹងពុលឬក៏ទឹកដែលស្អាតឃើញទេpH វាអត់សមស្របអញ្ចឹងទឹកក៏ត្រូវមានpH សមស្របសម្រាប់ដំណាំដែរមិនយើងចេះថាឲ្យតែទឹកគឺស្រោចមកដឹងថាល្អអត់ទេលោកបរិយអញ្ចឹងវាធ្វើឲ្យ stress ឬកន្លែងហ្នឹងអញ្ចឹងអានេះគឺបញ្ហាដែលយើងចង់ជំរាបជូននៅការ stress ឬចូលទាក់ទងទៅនឹងអាលួយឬវាធម្មតាទេលោកបរិយកាលណាអាស៊ីតមាញ់ដុតកម្ដៅឬក៏អត់មានលទ្ធភាពក្នុងការផ្លាស់ប្ដូរថ្មីហើយឬកំពុងតែស្ងោរដោយកម្ដៅគឺវាចាប់ដើមអន់ចាប់ដើមស្លោកគេស្លោកឬណាហើយដល់ពេលអាស៊ីតទឹកភ្លៀងមកដីរបស់យើងអត់មានអុកស៊ីហ្សែនទៀតអញ្ចឹងខ្យល់រុនខ្យល់អត់មានដង្ហើមចេញចូលគ្រប់គ្រាន់ដូចយកលោកបរិយទៅនៅកន្លែងមួយដែលវាបាត់បង់អុកស៊ីហ្សែនអញ្ចឹងយើងពិបាកដកដង្ហើមមែនទេអញ្ចឹងរុក្ខជាតិអត់មានអីក្រៅពីអាញោមទេរុក្ខជាតិអត់មានក្រៅអីពីស្រុះស្លឹកទេរុក្ខជាតិអត់មានអីក្រៅតែពីតែឆេះចុងស្លឹកឆេះចុងត្រួយខ្លោចចុងត្រួយអីជាដើមហើយអាកន្លែងហ្នឹងយកលេខ1យកជីមកធ្វើដាក់លេខ1ពឹបនាំគ្នាទៅបាញ់ជីអីទៅនាំគ្នាទៅបាញ់ទៅឆេះស្លឹកទៅអាញោមស្លឹកអាស្លឹកខ្ចីទៅជាជ្រុះទៅជាស្អីមកតែម្ដងនេះគឺជារឿងបញ្ហាកសិករយើងដែលគាត់ជួបរាល់ថ្ងៃហើយខ្ញុំក៏ទៅជួបទៅដោះបញ្ហាថាពេលខ្លះ
ឬវាជួបបញ្ហាត្រួយខ្ចីដែលវាកំពុងតែលាស់មកវាអត់មានលទ្ធភាពដើម្បីទ្រទ្រង់នៅកត្តាកម្ដៅកត្តាអាកាសធាតុត្រជាក់កត្តាអាកាសធាតុសើមប្រៃកត្តាអាកាសធាតុដែលវាអាប់អួរដែលវាខ្វះពលឺណាអញ្ចឹងវាអត់មានភាពធន់ហើយដល់តែយកតែជីធម្មជាតិជីត្រីខ្លួនគាត់ធ្វើខ្លួនឯងយកទៅស្រូវក៏អាលួយក៏ជ្រូស្លឹកជ្រូអាត្រួយខ្ចីនឹងដែរហើយបើទៅយកជីថ្នាំគេយកមកដាក់ទេក៏អាលួយចោតគេតែម្ដងអញ្ចឹងកន្លែងហ្នឹងចង់ឲ្យវិជាកសិករយើងយល់ថាកត្តាជីគឺកត្តាចុងក្រោយអញ្ចឹងយើងត្រូវកែបញ្ហាវាបាទអញ្ចឹងពេលខ្លះគឺការទឹកដែលយើងយកមកស្រោចនេះក៏អញ្ចឹងដោះស្រាយវាមិនពុកម៉ែបងប្អូនបាទអញ្ចឹងទី1យើងត្រូវតែធ្វើម៉េចដីឲ្យមានអុកស៊ីហ្សែនសិនបាទដីឲ្យមានអុកស៊ីហ្សែនអញ្ចឹងដីអុកស៊ីហ្សែនយើងយល់ថាធ្វើឲ្យម៉េចលោកគ្រូមនុស្សទៅចេះដាក់គេបំពង់អុកស៊ីហ្សែនដាក់ទៅដើម្បីជួយអុកស៊ីហ្សែនឲ្យបេះដូងវាដើរស្រួលបាទដីរបស់យើងគឺចាប់ដើមគេហៅថាបើសិនជាពុកម៉ែបងប្អូនអាចមានលទ្ធភាពគេហៅកាប់5ទឹកណាលោកបរិយនេះកាប់ដូចបន្លាយអញ្ចឹងប៉ុន្តែបន្លាយទូចទេបាទគេហៅថា5ទឹកមកជំរឿវា7ទឹកឬក៏បានដល់1ម៉ែត្រទៅល្អបាទឬក៏អេស្កាតូចយើងហ្នឹងគេខ្វះមកមកប៉ែលវាហ្នឹងវាអាចថា7ទឹកឬក៏1ម៉ែត្រហ្នឹងគឺល្អអញ្ចឹងគ្រាន់តែឃើញលងប៉ុណ្ណឹងមួយហើយនៅក្នុងជុំវិញដើមអាច3មុំឬក៏2មុំក៏វាជួយអុកស៊ីហ្សែនឲ្យបាត់ដែរបាទទី1អាហ្នឹងយើងមានគេហៅឧបករណ៍ចុះវាយើងអត់មានឧបករណ៍យើងទិញបានដូចគ្នាស្វានណាបាទស្វានយើងថ្ងៃខួងដាក់ខួងធ្វើលបងធ្វើអីហ្នឹងបើតែយើងយកផ្លែធំតិចមកបាទស្វាន3រុនជុំវិញដើមអញ្ចឹងទៅអញ្ចឹងវានឹងជួយរបបកំហើញនៃ7ទឹកវាមានអាជាតិហ្គាសជាតិអីនៅក្នុងដីហ្នឹងគឺវាចាប់ដើមផ្សាយភាយមកតាមហ្នឹងឃើញបាទចាប់ដើមផ្សាយភាយនៅតាមហ្នឹងអញ្ចឹងវាចាប់ដើមមានអុកស៊ីហ្សែនមកវិញអាហ្នឹងគឺការតែធ្វើអុកស៊ីហ្សែនមួយទៀតបាទពុកម៉ែបងប្អូនបាទអញ្ចឹងបានកម្រិតពេលខ្លះយើងមិនមែនថាកាល់ស្យូមកាបូណាតឬក៏កវ៉ាវកសិកម្មហ្នឹងប្រើដឹងតែលើសទេលោកបរិយបើយើងចេះប្រើមានកម្រិតនៅគ្រាន់តែយើងបំបីខ្លួននឹងការកាច់កាក់សំណល់ដីដូចជាពពួកស្លឹកតរេនខ្លួនឯងឬក៏ស្មៅឬក៏កាកសំណល់ដែលលោកបរិយប្រើពពួកសារធាតុគីមីដូចជាថ្នាំស្មៅជីគីមីដែលវាសេសសល់ពួកកាកសំណល់រឹងណាដែលវាផ្ដល់ទៅឲ្យដីហ្នឹងអញ្ចឹងកម្រិតត្រឹមតែ1ខាំ2ខាំរបស់កបោកាល់ស្យូមកាបូណាតឬក៏បាចនៅជុំវិញដើមត្រឹមតែ5ខាំឬក៏កន្លះគីឡូនេះគឺវាអត់ងាយលើសទេឲ្យដីទៅលើបាសអត់ទេវាគ្រាន់តែទៅកាច់កាកសំណល់អាហ្នឹងកុំឲ្យវាคล้ายទៅជាពពួកបាក់តេរីយ៉ាងไรទី1ទី2បើសិនជាយើងចង់ច្បាស់យើងពិនិត្យ pH វាបន្តិចទៅបាទអញ្ចឹងខ្ញុំក្នុងនាមខ្ញុំអ្នកប្រើលទ្ធផលដីឬក៏មានជំនាញខាងការមើលនៅលទ្ធផលដីទាំងអស់នេះបាទមកដល់ថ្ងៃនេះគឺការពិនិត្យជាបន្តបន្ទាប់មកដីស្រុកខ្មែរយើងមិនគួរថាធ្លាក់ pH រហូតដល់បានត្រឹមតែ5ឬក៏ក្រោម5ទាំងអស់ដែលពិនិត្យបច្ចុប្បន្នអញ្ចឹងមានន័យថាដីប្រហែលជាដីក្រហមដីដែលលបាយល្អយ៉ាងម៉េចក៏ដោយ pH ឥឡូវនៅអត់ដែលលើសពី5មានតែ5 5.1 5.5អញ្ចឹងណាអញ្ចឹងវាជាទូទៅគឺក្រោមនៅតែ 4.7 អីចឹងអញ្ចឹងមានន័យថាដីយើងធ្លាក់អាស៊ីតខ្លាំងដោយសារអីបាទខ្ញុំជួបខាងជនជាតិចិនដែលគាត់ជាឯកទេសកសិកម្មដែលមកលក់ជីថ្នាំស្រុកខ្មែរឬក៏ខាងប្រទេសជិតខាងយើងវៀតណាមដែលគាត់មកកាន់ចការកស៊ូចការអីនៅស្រុកខ្មែរគាត់ថាដីស្រុកខ្មែរយើងបងប្អូនយើងគួរតែចាប់ដើមយល់ថាយើងមើលតែការប្រើប្រាស់នៅពពួកជីអាហ្សូតគាត់ចង់និយាយលើជីអាហ្សូតហ្នឹងយើងមិនចង់ប្រើពាក្យជីអ៊ុយរ៉េទេពីព្រោះយើងប្រើពាក្យជីអ៊ុយរ៉េវាខុសត្រង់ថាមិនមែនយើងទៅប្រើអ៊ុយរ៉េតែយើងប្រើអាហ្សូតបាទព្រោះជីជាច្រើនយើងមានធាតុអាហ្សូតដូចជា20 20 15 27 12 6 15 15អញ្ចឹងវាមានធាតុអាហ្សូតតែអាហ្នឹងគឺជាអ៊ុយរ៉េមិនមែនអ៊ុយរ៉េទេតែយើងប្រើធាតុអាហ្សូតគាត់ថារាប់លានម៉ឺនតោនមួយឆ្នាំអត់ក្រោមពី2លានតោនទេហើយបើថ្នាំស្មៅវិញទាំងរាប់ម៉ឺនកុងតឺន័របាទចឹងសួរថាដីរបស់យើងដែលយើងមិនចាំបាច់ដីលោកបរិយប្រើដីតែគេប្រើមកគឺលំហូរទឹកដែលវាហូរចូលទន្លេដែលវាហូរចូលទៅគេហៅផ្សាយភាយនៃលំហូរទឹកក្រោមដីណាអញ្ចឹងវាចាប់ដើមទៅបំលែងនឹងអាថាមពលអស់ហ្នឹងវាធ្វើឲ្យអាស៊ីតរបស់យើងនៅក្នុងដីចាប់ដើមកើនឡើងមកអា pH របស់យើងហ្នឹងគឺចាប់ដើមធ្លាក់ទៀតអញ្ចឹងធ្វើឲ្យដីយើងទៅមូទ័រតែគេហៅទូទាំងប្រទេសហ្នឹងគឺ pH វាចាប់ដើមទៀបឯងមកបាទចាប់ដើមទៀបឯងអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវការយកកង្វោកាល់ស្យូមកាបូណាត
បាទកាល់ស្យូមកាร์បូណាតយកមកប្រើដូចហ៊ុយយន្តកសិកម្មយើងក៏បានផលិតកាល់ស្យូមកាร์បូណាតដែលមានរហូតទៅដល់យើងយកទៅចូលឡាបូ 85.5 បាទអញ្ចឹងវាជាពពួកដែលអាចជួយទៅដល់ដីខ្លាំងបាទហើយអ្នកខ្លះក៏គាត់យកពពួកដូឡាម៉ាយកពពួកយីបសាំអីចឹងទៅបាទអញ្ចឹងសូមឲ្យប្រើឲ្យទៅមានបទដ្ឋានត្រឹមត្រូវឬក៏ច្បាស់លាស់យើងនឹងជួយទៅដល់ដំណាំអញ្ចឹងការកាត់បន្ថយនៅ stress ឬនឹងបង្កើតរុនខ្យល់គឺដោយសារការធ្វើលំហាត់នៃការចោះដីការចោះដីយើងកាយបន្លាយអីមិនហ្នឹងទី2គឺការប្រើកាល់ស្យូមកាร์បូណាតដើម្បីឲ្យដីនឹងមានរុនខ្យល់គឺដីវាផុសធូរបាទហ្នឹងគឺរឿងទី2ហើយវាទប់ស្កាត់ពពួកបាក់តេរីចង្រៃទៀតឃើញលយឃើញល្អអញ្ចឹងអានេះគឺជារឿងសំខាន់ដែលយើងបង្កើតរុនខ្យល់និងធ្វើឲ្យឫសរបស់យើងចាប់ដើមមានស្ថិរភាពឡើងវិញទី2ចូលទៅដល់ទី3គឺរឿងសំខាន់មួយទៀតដែលកសិករយើងគេហៅថាអត់ចេះធ្វើលំហាត់ឫសរបស់តរ៉េនបាទដឹងតែឬខាងក្រោម stress ទទួលរងគ្រោះដោយពពួកកតាចង្រៃដែលខ្ញុំរៀបរាប់មិញច្រើនណាមែនទេបាទតែយើងអត់ដែលបានផ្លាស់ប្ដូរឬហ្នឹងឲ្យវានៅក្រោមខ្លះដែលវាឡើងមកលើខ្លះគេហៅថាចម្រើនដីបាទអញ្ចឹងចម្រើនដីនេះក៏វាជាលំហាត់ឬមួយហើយក៏វាបង្កើតអុកស៊ីហ្សែនvàoដីមួយដែរព្រោះយើងដាក់ដីថ្មីចូលអញ្ចឹងអាដីថ្មីហ្នឹងវាទៅជួយសំយោគជាមួយនឹងដីចាស់ឬក៏យើងហៅថាដីដែលគេបានយកមកកោឬក៏ហៅថាដីឆៅហ្នឹងគេយកមកដាក់ជាមកបកីអញ្ចឹងដប់មកអញ្ចឹងមកជុំវិញដើមអាច4 5ដប់ឬក៏5 6ដប់ឬក៏តរៀនតូចអាចត្រឹមតែ2ដប់3ដប់អីចឹងទៅតែគេអត់ចម្រើនស្មើមកអញ្ចឹងជុំវិញគល់ទេគេចម្រើនតែដុំតិចអាកន្លែងដុំដែលចម្រើននោះដីចាប់ដើមសើមខុសពីធម្មតាមាននៅវាបើកគ្នាសំយោគគ្នាហើយឫសវាចាប់ដើមដុះឡើងមកលើបាទដើម្បីមកនៅជាមួយអាដីដែលយើងចម្រើនអញ្ចឹងលោកបរិយសម័យមើលថាបើសិនយើងធ្វើ5ដប់វាស្មើនឹងឫសដុះមកលើ5កញ្ចប់អញ្ចឹងវាជាកម្លាំងជួយអាឫសខាងក្រោមខូចប៉ុណ្ណាក៏អាឫសខាងឡែវាឡើងមកលើជួយបានអូខេអញ្ចឹងអានេះគឺជាចំណុចដែលកសិករយើងមិនគួរធ្វើប្រហែលហើយមិនគួរអត់ធ្វើទេតែប្រយ័ត្នតែធ្វើគេហៅថាចម្រើនដីចម្រើនឲ្យយកមកតំហឹងតែមកចម្រើនរហូតដល់ងាប់តរៀនក៏មានអ្នកខ្លះរែកចាក់យកទៅមកមកជួនកាលមកបែនមកសឹងថាមកបេនឡានបែនយើងអាតូចហ្នឹងប្រហែលជា5គីប3គីបដាក់ឲ្យយកទៅមកដាក់ទៅងាប់ទៅមកអាហ្នឹងគេចម្រើនលើសពីកម្រិតគេចម្រើនគ្រាន់តែបញ្ឆោតឲ្យលំហាត់ឬវាឡើងមកតិចអញ្ចឹងទៅហើយបើបានលាយជាមួយនឹងដីកំប៉ុស្តដ៏ល្អទៀតដីដូចគ្នាតែដីកំប៉ុស្តដីបាតបឹងដីឲ្យយើងអញ្ចឹងណាតែវាមានជីជាតិអាហ្នឹងរឹតតែចាប់ឫសមកឡើងកាន់តែខ្លាំងអញ្ចឹងអានេះគឺជាចំណុចដែលសំខាន់ដែលយើងនេះបន្ទាប់មកកន្លែងហ្នឹងកាលណាតែដីមានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ដីមានគេហៅថាផុសធូរចាប់ដើមឬវាមានល្អគឺការគ្រប់គ្រងទឹកជាចំណុចទី4ហើយចំណុចសំខាន់គ្រប់គ្រងទឹកកន្លែងនេះខ្ញុំចង់ឲ្យពុកម៉ែបងប្អូនរៀបប្រព័ន្ធទឹកឲ្យត្រូវហើយត្រូវប្រើទឹកឲ្យទៅតាមស្តង់ដារហើយទឹកដែលយើងស្រោចទៅលើដំណាំទុរេននៃបទដ្ឋានបច្ចេកទេសហើយការស្រាវជ្រាវមកឃើញថាបើចង់ឲ្យទឹកដើម្បីទៅឲ្យទុរេនបំលែង CG បន្ទាន់គឺគេស្រោចពេលព្រឹកទៀតពេលព្រឹកបាទព្រោះទឹកវាមានតួនាទីបំលែងសារធាតុចិញ្ចឹមដឹកនាំអាហារស្អីទាំងអស់ហើយនៅពេលដែលយើងដាក់ទៅពេលព្រឹកគឺបឺតជីឡើងមកតែម្ដងអញ្ចឹងយើងដាក់ពេលព្រឹកអញ្ចឹងវាទឹកដែលយើងនិយាយថាសំបីតែពេលវេលាក្នុងមួយថ្ងៃដាក់ពេលណាល្អបើដាក់ឲ្យរុក្ខជាតិ CG ដាក់ពេលព្រឹកបើដាក់គ្រាន់តែឲ្យសើមដីដើម្បីឲ្យមានអុកស៊ីហ្សែនដើម្បីជួយចិញ្ចឹមដល់រុក្ខជាតិទៅមុខយើងដាក់ពេលណាក៏បានដែរទឹកលើកលែងតែថ្ងៃក្តៅចាស់អីចឹងទៅកុំឲ្យទឹកនេះវាឈួលគេហៅទឹកឈួលជាមួយកម្ដៅថ្ងៃអញ្ចឹងយើងវាក់វេនអាឡែងពេលថ្ងៃអញ្ចឹងមានន័យថាពេលព្រឹកនិងរសៀលអីចឹងទៅបាទអញ្ចឹងនៅក្នុងកំណត់ត្រានៃទឹកនៃដើមទុរេនដឹងពុកម៉ែបងប្អូនបានដឹងឬក៏យល់ឲ្យនៅទេកម្រិតទឹកអញ្ចឹងខ្ញុំជួយប្រាប់បន្ថែមមានដឹងហើយក៏ដឹងបើថាអត់ទាន់ដឹងទេត្រូវណូតទុកថាទុរេនមួយឆ្នាំទៅ2ឆ្នាំវាត្រូវការទឹកប្រចាំថ្ងៃរបស់វា20លីត្រនៅជុំវិញគល់ដល់សយាបឬទៅ40លីត្រ40លីត្របាទអញ្ចឹងមានន័យថាហេតុអីបានគេធ្វើចន្លោះបើយើងស្រោចនៅខែភ្លៀងដែលមានសំណើមស្រាប់នេះគេស្រោច20លីត្រហ្នឹងឯងតែនៅពេលដែលយើងមិនដាច់ទឹកភ្លៀងទៅមានន័យថាពាក្យថា20ទៅ40នេះមានន័យដាច់ទឹកភ្លៀងទៅគេស្រោច40លីត្រតែម្ដងដើម្បីឲ្យដីរបស់យើងកុំឲ្យឈួលហើយទឹកត្រូវសាចទៅដល់ចុងឫសមិនមែនគ្រាន់តែដាក់មកតែបន្តិចទៅកន្លែងកគល់ហ្នឹងទេហើយឫសដែលវាជួយហើយវាកុំឲ្យ stress ឬនោះមិនមែនឬដែលទៅយាងធំចេញពីគល់ទេលោកបរិយគឺ
តែរឹសដែល stress ហើយមានបញ្ហាខ្លាំងគេគឺរឹសស្បៃនៅតាមសញ្ញាបរឹសឯណោះ បាទ អាពួកនោះដុសមកហើយវាងាយតែកណាអត់ទឹកត្រូវកម្ដៅថ្ងៃខ្លាំងគឺក្រៀមលឿន បាទ ហើយវា stress ហ្នឹងហើយដែលវាធ្វើអត់ឲ្យលាស់ត្រួយដល់យើងនេះមកតែជាក់តែស្អំជាមួយតែអារឹសនៅអង្គុលដូចរូបភាពនៅក្នុងរូបតារ៉េនមិញស្រោចនៅតែអង្គុលបន្តិចមិញហ្នឹងក៏មកកវុកនៅអង្គុលហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺពុកម៉ែបងប្អូនត្រូវតែបដូរព្រោះយើងដើមតូចយើងអាចស្រោចនៅអង្គុលសាចេញទៅប្រហែលជា 4-5 ទឹកអីចឹងណាចុះបើដើមលេង5ម៉ែត្របាត់ហើយគាត់តែម៉េច បាទ អញ្ចឹងយើងនៅតែដាក់អាតយោបាញ់បានតែបន្តិចទៀតក៏អត់ទេលោកបរិយអញ្ចឹង បាទ លើបញ្ជាក់ឡើងវិញថាមួយឆ្នាំទៅ2ឆ្នាំទឹក20ទៅ40លីត្រក្នុងមួយថ្ងៃ បាទ អញ្ចឹងរៀបចំប្រព័ន្ធទឹកវាស់មិនទៅមិនឲ្យបានប៉ុណ្ណឹងខែដែលមានភ្លៀងជោគជាំខ្លាំងយើងបន្ថយវាតែយើងកម្រិតនៅ20លីត្រខែដែលយើងដាច់ទឹកភ្លៀងគឺខែប្រាំងគឺយើង40លីត្រ3ទៅ4ឆ្នាំវាត្រូវការទឹករហូតដល់40ទៅ80លីត្រ អូបាទ គេវាមានកម្រិតលើទៅណា បាទ តែយោចាប់ដើមធំទៅបើកចាប់ដើមមកខ្ញុំអត់គិតនាទីទេលោកបរិយកន្លែងនេះខ្ញុំចង់ឲ្យប្រជាកសិករថាធ្វើម៉េចឯកទេសនឹងជំនាញរបស់ទឹកគឺត្រូវតែវាស់វាថាប្រមាណនាទីឲ្យបានទឹកប៉ុណ្ណឹងអាហ្នឹងគឺយើងគ្រប់គ្រងតារ៉េនបានហើយដល់ពេលដែលអាយុតារ៉េន5ទៅ6ឆ្នាំវាត្រូវការរហូតដល់80ទៅ150លីត្រក្នុងមួយដើមហើយក្នុងមួយថ្ងៃ មួយថ្ងៃបាទ បាទអញ្ចឹងយើងនិយាយដឹងហើយថាចន្លោះ80ទៅ150មានន័យថាដីយើងសើមល្អដីយើងរបៀបដីអាចថាដីស្រស់ទឹកមិនសូវស្អាតឃើញគេប្រើទឹកប្រហែលជា80អញ្ចឹងតែកុំឲ្យវានេះពេកតែដីរៀងហួតហែងដីដែលវាស្រស់ទឹកស្អាតគេប្រើដល់150នៅក្នុងមួយថ្ងៃក្នុងមួយដើមអញ្ចឹងត្រូវកណនាឲ្យគ្រប់បាទរហូតដល់តារ៉េន7ទៅ10ឆ្នាំគេត្រូវការ150ទៅ250លីត្រក្នុងមួយថ្ងៃ ក្នុងមួយថ្ងៃ គេនឹងលេខតួលេខច្បាស់លាស់នៃឯកសារដែលបានស្រាវជ្រាវខ្ញុំស្រាវជ្រាវពីឯកសារប្រទេសជិតខាងយើងជាច្រើនដែលគេធ្វើតារ៉េនហ្នឹង បាទ អូអញ្ចឹងគេគ្រប់គ្រងទឹកបានល្អគេគ្រប់គ្រងទឹកដោយប្រព័ន្ធស្វ័យប្រវត្តិគេហើយគឺទឹកអញ្ចឹងបានជាតារ៉េនគេមិនសូវជាជួបបញ្ហាអាយើងនេះដកនាលបងតែទៅចោលម្ចាស់ បាទ ដោយសារសួរទៅឬក៏រៀបប្រព័ន្ធទឹកគេដែរដល់ខ្ញុំទៅជួបអង្គសញ្ញាបានយើងដឹងគេយកអាកម្រិតគេមកវាស់ពឹកគេថារៀបតយោនេះខ្លាំងបានតែអា3ក្បាលដំបងនេះអា4ក្បាលក្រោយទៀតឬក៏និយាយថាអាត្រឹម50ម៉ែត្រទៅក្រោយទឹកមកដូចទឹកនោមទាស់អញ្ចឹង បាទ អញ្ចឹង1ម៉ោងគេដែរនៅកសិករមានអីខ្វល់រឿងថាបើកបិទ1ម៉ោង 1ម៉ោង ដល់1ម៉ោងវាអានេះវាពេញទៅឧទាហរណ៍វា80លីត្រវា80លីត្រពេញចុះអា40គល់ទៅទៀតនោះអា40ដើមទៀតមានបាន40លីត្រឯណាអីមានបាន80លីត្រណាអញ្ចឹងវាបានតែឧទាហរណ៍ថា10លីត្រទទួលបានតែ10លីត្រឬក៏5-10លីត្រអាខ្លះទៀតឯងលោតយោដាច់តយោបែកទៀតព្រោះអត់ត្រូវទៀតក៏មានហើយយើងនេះដឹងតែពីខ្ញុំបើកឲ្យ2ម៉ោងខ្ញុំបើកឲ្យ1ម៉ោងមែនទេនេះគឺរឿងសំខាន់ដល់ពេលតារ៉េនចាប់ពី11ទៅដល់15ឆ្នាំវាត្រូវការទឹករហូតដល់250លីត្រទៅ350លីត្រក្នុងមួយថ្ងៃ អូបាទច្រើនមែនទេ ច្រើនណា បាទ អញ្ចឹងមិនមែនលេងសើចយើងឃើញអាយុវាធំហើយដល់10ទៅ15ឆ្នាំដើមវាប៉ុន្មានលោកបរិយសម័យមើល បាទធំហើយ បាទ5ម៉ែត្រចង់និយាយមេឃវិញសាខា5ម៉ែត្របើយើងទុកល្អណា បាទ វាពេញអស់ស្លឹកប្រហែលលានស្លឹកហើយ បាទ អញ្ចឹងវាសំខាន់ដល់ពេល16ដល់20ឆ្នាំ350លីត្រទៅ500លីត្រក្នុងមួយថ្ងៃអញ្ចឹងយើងគេថាយើងអត់ដឹងថាតារ៉េនស្រុកខ្មែរយើងមានអាដើម16ឆ្នាំទៅ20ឆ្នាំមានប្រមាណចកាទេតែគាត់ថាយើងដែលយើងឃើញថ្ងៃដែលកំពុងតែនេះបាទអាចនៅក្នុងតែ5ឆ្នាំមក10ឆ្នាំនេះសបោបាទសបោច្រើនអញ្ចឹងការគ្រប់គ្រងទឹកនេះហើយបរិមាណទឹកឯងឃើញ បាទ សំខាន់ បាទ ហើយនៅពេលបងប្អូនធ្វើផ្លែដូចគ្នានេះធ្វើ stress នេះបាទធ្វើ stress ហ្នឹងក៏គេមានកម្រិតទឹកដែរអាយុតូចមិញ3ទៅ4ឆ្នាំគេដាក់ទឹកតែ10លីត្រទៅ20លីត្រហ្នឹង បាទ មាននៅគេបន្ថយពី80លីត្រមកនៅតែ10លីត្រ បាទ នេះហើយគេហៅធ្វើ stress គេហៅបង្អត់ទឹក បាទ អ្នកខ្លះឮតែគេថាបង្អត់ទឹកថាដីនៅអូសោងគេបង្អត់ទឹកដល់មួយខែបានយើងដីនៅមីមុតនេះបង្អត់ទឹកមួយខែដែរតារ៉េនជ្រូកស្លឹកបាត់ បាទ ហ្នឹងក៏រឿងដែរអញ្ចឹងគេបង្អត់ទឹក stress នេះគេពេលខ្លះគេគ្រាន់តែបន្ថយទៅមើលដីរបស់យើងតើវាដីសើមស្ងួតកម្រិតណាគេក៏បន្ថយទឹកទេ បាទ គេអាចនៅដាក់ខ្លះតែគេបន្ថយមកនៅត្រឹម10លីត្រគេពី80មកនៅ10 បាទ បាទដូចតដើមតារ៉េនធំអញ្ចឹងគេថយពី250លីត្រមកនៅ30លីត្រ បាទ ខ្លាំងណា បាទ ពី250លីត្រមកនៅ30លីត្រដូចស្មើនឹងបង្អត់ទឹកហើយ បាទ អញ្ចឹងមានន័យថាម៉េចបានគេត្រូវការទឹកវាជួយខ្លះមានន័យគេឲ្យដីnóស្ងួតពេកទេ បាទ កាលណាដីស្ងួតពេកឬបើវាចាប់ដើម stress គឺចាប់ដើមក្រៀមដូចខ្ញុំនិយាយថាដុតកម្ដៅមិញចាប់ដើមខូចឬដល់ពេលតែប៉ាប់ដើមធ្វើ stress រួចជ្រូកស្លឹកអស់លេខបាត់មានអីតារ៉េនណាផ្កាផ្លែនេះដែលជាបញ្ហាដែលយើងគ្រប់គ្រងទឹកអត់បានបាទហើយដល់ពេលដែលយើងចាប់ដើមទៅតារ៉េនពេញផ្លែវិញគេហៅថែទាំផ្លែក្រោយពីផ្លែធំចងផ្លែរួច
យើងគិតមើលថាតារ៉េនអាយុមិញ3 ទៅ 4 ឆ្នាំត្រូវការទឹករហូតដល់100លីត្រ អូបាទ អូខេដល់ពេលតារ៉េនពី6 ទៅ 7 ឆ្នាំត្រូវការទឹករហូតដល់200លីត្រ បាទ ដល់ពេលតារ៉េនពី7 ទៅ 10 ឆ្នាំត្រូវការទឹករហូតដល់350លីត្រក្នុងមួយថ្ងៃ បាទ ចឹងបានអាកម្លាំងទឹកហ្នឹងវាបាញ់ទៅវាធ្វើឲ្យតារ៉េនហ្នឹងផ្លែវាសំប្រកបទាំងអស់ហើយធន់ហើយនឹងអាភាពមូលភាពល្អរបស់វាអញ្ចឹងកន្លែងនេះក៏ចង់ជំរាបជូនលោកបរិយថាប្រជាកសិករយើងការគ្រប់គ្រងទឹកនេះហើយយកអង្គសញ្ញាមកការរៀបចំទឹកហើយនឹងការកម្ចាត់ទឹកដោយត្រួតពិនិត្យ pH ទឹកឲ្យបានត្រឹមត្រូវគឺមានន័យថាកម្ចាត់ជាតិពុលជាតិអាស៊ីតឬក៏ពួកកាកសំណល់ដែកអីនៅក្នុងទឹកអីចឹងណាកវ៉ោអីចឹងទៅហើយនឹងនេះចឹងមានន័យថាការសម្អាតការធ្វើលុនខ្យល់ដីការបាចម្សៅកវ៉ោហើយនឹងការដែលយើងចម្រើនដីគឺជាកត្តាសំខាន់អានេះខ្ញុំនិយាយផ្នែកខាងក្រោមផ្នែកខាងលើក៏យើងត្រូវការទឹកដើម្បីមកប៉ះលើកោសិកាសបកលើកោសិកាដើមបាញ់ជាមធ្យមនៃការប្រើប្រាស់ជីថ្នាំទៅយើងមានសំណើមទឹកទៅជាមួយតែសួរថាហេតុអីតារ៉េនអត់ត្រូវការទឹកសោះហើយយើងបាញ់តែទីទូទៅខាងលើកសិករយើងបាញ់សម្រាប់តែពេលបាញ់ថ្នាំទេណាបាទចឹងកសិករពេលនេះត្រូវតែបាញ់ទឹកនៅខាងលើដែរប៉ុន្តែយើងមិនបាញ់ដូចកំណត់ទឹកដូចខាងក្រោមទេយើងបាញ់គ្រាន់តែគេហៅថាលាងសម្អាតកោសិកាឬក៏បំពេញសំណើមដើមដោយការប្រើជីធម្មជាតិបូកជាមួយនឹង copper បាទជួយបំពេញសំណើមដើមជួយបណ្ដុះកោសិកាសបកនិងលាងសម្អាតពពួកសារធាតុពុលបាទខាងក្រោមមិញយើងមានកបោជួយហើយបន្ទាប់មកបាទខ្ញុំនិយាយដល់លេខអាជីចុងក្រោយមិញមានហ៊ុយមិចឬក៏ជីធម្មជាតិដាក់ដើម្បីជួយវាបាទអញ្ចឹងអានេះគឺការគ្រប់គ្រងទឹកខ្ញុំគិតថាជាចំណុចសំខាន់ដល់ស្រាយបញ្ហាពពួកអលួយឬ stress ឬក៏រឹសដែលអត់ស្រូប CG បាទ